សួស្តីបងប្អូនអរគ្នាជួបជាមួយខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីប្លែកចែកជូនបងប្អូនទស្សនាថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនឲ្យធ្វើឆាងាវអំពិលទុំហើយគ្រឿងទេសសំខាន់ៗរបស់យើងមានដូចជាអំពិលទុំស្ករប៊ីចេងហើយទឹកប្រេងខ្យងបងប្អូនហើយនេះគឺជាគ្រឿងទេសផ្សំបន្ថែមទៀតហើយរបស់ដែលយើងមិនអាចភ្លេចបាននោះគឺងាវបើយើងអត់មានងាវទេយើងអាចធ្វើឆាងាវអំពិលទុំបានទេបងប្អូនការចូលរួមធ្វើជាមួយខ្ញុំបងប្អូនបងប្អូនអូខេបងប្អូនគ្រឿងទេសរបស់យើងគឺយើងបានហាន់រួចហើយបន្ទាប់មកយើងងាវរបស់យើងគឺយើងត្រូវការរង់ចាំបន្តិចព្រោះដើម្បីឲ្យយើងដាក់ស្រុកវារាងហើបម៉ាត់បន្តិចហើយចាំយើងយកវាមកឆាដើម្បីឲ្យងាយស្រួលសម្រាប់ការញ៉ាំអញ្ចឹងបងប្អូនហើយចាំរង់ចាំទស្សនានៃការឆារបស់យើងនៅបន្តិចទៀតនេះបងប្អូនអរគ្នាបងប្អូនឡើយឆាងាវអំពិលទុំរបស់យើងបានធ្វើរួចរាល់ហើយតោះទៅញ៉ាំជាមួយខ្ញុំអរគ្នាបងប្អូនអូខេញ៉ាំអរគ្នាបងប្អូនអញ្ចឹងបងប្អូន